មានបរិះម្នាក់ឈ្មោះផានបានធ្វើឲ្យបែកចានដែលគាត់ស្រឡាញ់បំផុតគាត់មានអារម្មណ៍ខ្មាស់អៀនហើយមិនចង់ឲ្យនរណាម្នាក់ដឹងទេដូច្នេះគាត់យកចាននោះទៅឲ្យជាងជួសជុលហើយនិយាយថាសូមជួសជុលវាឲ្យបានល្អដូចមិនដែលបែកពីមុនឲ្យគ្មានអ្នកណាមើលឃើញស្នាមបែកឡើយជាងជួសជុលញញឹមហើយនិយាយថាបានអ្នកអាចមកយកវានៅថ្ងៃស្អែកប៉ុន្តែជាងមិនបានធ្វើដូចអ្វីដែលបុរសនោះស្នើសុំទេជំនួសឲ្យប្រើកៅថ្លាដើម្បីលាក់ស្នាមបែកគាត់បានប្រើកៅពណ៌មាសភ្លឺចែងចាំងពណ៌មាសរលោងគាត់មិនលាក់ស្នាមបែកទេតែគាត់បានបន្លិចឲ្យវាឃើញច្បាស់វិញជាមួយនឹងពណ៌មាសយ៉ាងស្រស់ស្អាតថ្ងៃបន្ទាប់បុរសនោះត្រឡប់មកវិញហើយឃើញចាននោះគាត់ភ្ញាក់ផ្អើលហើយនិយាយថាអ្នកធ្វើអ្វីទៅខ្ញុំបានសុំឲ្យលាក់ស្នាមបែកមិនមែនឲ្យបង្ហាញវាទេជាងជួសជុលបាននិយាយតែប៉ុណ្ណោះថាថ្ងៃណាមួយអ្នកនឹងយល់បុរសនោះយកចានទៅផ្ទះនៅតែមានអារម្មណ៍ខ្មាស់អៀនប៉ុន្តែបន្ទាប់មកមានរឿងមួយគួរឲ្យភ្ញាក់ផ្អើលកើតឡើងអ្នករាល់គ្នាដែលឃើញចាននោះបាននិយាយថាវ៉ានេះជាចានដែលស្អាតបំផុតដែលយើងធ្លាប់ឃើញរឿងនេះហៅថា Kintsugi ជាសិល្បៈជប៉ុនក្នុងការជួសជុលរបស់ដែលបែកដោយប្រើមាសនៅប្រទេសជប៉ុនពួកគេមិនលាក់ស្នាមរបួសទេតែធ្វើឲ្យវាភ្លឺចែងចាំងវិញដូច្នេះសូមធ្វើដូចចានជប៉ុននោះកុំលាក់ស្នាមរបួសរបស់អ្នកសូមបង្ហាញវាព្រោះវានោះហើយដែលធ្វើឲ្យអ្នកមានភាពស្រស់ស្អាតលេសពីមុន